ទឹកចិត្តជាម្ដាយទុះកូនស្លាប់ហើយនៅតែអៀវកកូនរកជំនួយធ្វើបុណ្យសពចូលទៅអង្គការគេមិនទទួលគេថាកូនស្លាប់ហើយស្ត្រីអនាថាវ័យចំណាស់ក្នុងស្ថានភាពស្គមស្លេកស្លាំងបានខំប្រឹងអៀវសពកូនស្រីដែលមានវ័យ21ឆ្នាំស្លាប់ដោយសារតែក្តៅខ្លួនខ្លាំងគ្មានប្រាក់យកទៅព្យាបាលវាពិតជាគួរឲ្យអាសូរអាណោចអាធំខ្លាំងណាស់ឮថាគាត់មានកូនស្រី3នាក់ប្រុសមួយគ្មានផ្ទះសម្បែងពិតប្រាកដដើរដេកតាមផ្លូវតាមចិញ្ចើមផ្ទះគេគ្រប់ទីកន្លែងនៅថ្ងៃទី14ខែមីនាឆ្នាំ2025បងស្រីម្នាក់ដែលមាន Facebook ឈ្មោះថា Linda Thau បានឃើញអ្នកមីងអៀវសពកូននោះគាត់ក៏បានជូនលុយ20,000រៀលហើយបានថតបង្ហោះថាដល់ម៉ោងទៅយកកូនចេញពីរៀនក៏ជួបមីងម្នាក់គាត់អៀវកូនដែលទន់ល្វើយទៅហើយខ្ញុំក៏ឈប់សួរនំក្រែងអាចជួយបានតែគាត់ប្រាប់ថាកូនគាត់ស្លាប់ហើយមិននឹងយកទៅណាសុំចូលអង្គការគេអត់ឲ្យចូលដោយសារកូនគាត់បានស្លាប់ហើយខ្ញុំមានលុយតែ20,000រៀលក៏ឲ្យគាត់ទាំងអស់បញ្ជាមុនខមមិនសុំអានសំណេរខ្ញុំឲ្យយល់នៃសិនបញ្ជាទីតាំងដែលបានឃើញអ្នកមីងខាងលើនៅសង្កាត់បឹងត្របែកខណ្ឌចំការមុតរាជធានីភ្នំពេញ